ខេគុយអនអង្គភាពគេហទំព័រតកៅប៉ុស្តិ៍មានភ្នាក់ងារទូទាំងបណ្ដា25ខេត្តក្រុងក្នុងនាមខ្ញុំអ្នកសារព័ត៌មានខ្ញុំបដិញ្ញាចិត្តយកតែព័ត៌មានពិតដើម្បីយកមកឆ្លុះបញ្ចាំងនៅក្នុងសង្គមចំពោះព័ត៌មានคล้ายៗនាំឲ្យប៉ះពាល់ដល់សង្គមជាតិនិងប៉ះពាល់ដល់ឋានៈដឹកនាំត្រូវនិយាយថាទេចំពោះព័ត៌មានคล้ายៗសូមអរគុណខ្ញុំបាទកឹមសរឿនប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យដែលមានស្នាក់ការកណ្ដាលនៅខេត្តកំពង់ធំហ្នឹងគឺខ្ញុំសូមគាំទ្រទាំងស្រុងនៅកម្មវិធីយុទ្ធនាការប្រឆាំងនឹងព័ត៌មានคล้ายៗព្រោះវាមានគុណប្រយោជន៍ដល់ប្រជាពលរដ្ឋយើងទូទៅនៅក្នុងប្រទេសណាចក្រកម្ពុជាទទួលបានព័ត៌មានពិតគឺมันមានការយល់ច្រឡំឬมันធ្វើឲ្យបាត់បង់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅក្នុងតំបន់អាស៊ានយើងទាំងមូលបាទអញ្ចឹងការប្រឆាំងនឹងព័ត៌មានคล้ายៗនេះគឺមានសារៈសំខាន់ណាស់ខ្ញុំសូមបញ្ជាក់ម្ដងទៀតហើយខ្ញុំក៏សូមរំលឹកផងដែរចំពោះអ្នកដែលមានប្រព័ន្ធផ្សព្វផ្សាយវិស័យឯកជនបាទយើងមុននឹងយកព័ត៌មានមកផ្សព្វផ្សាយយើងត្រូវពិនិត្យមើលប្រភពជុំវិញដែលបានផ្សព្វផ្សាយឡើងតើមានប្រភពជាក់លាក់ច្បាស់លាស់ឬអត់បើយើងនិយាយនៅក្នុងវិស័យព័ត៌មានយើងសពថ្ងៃបើច្បាស់លាស់មែនទែននៅសភាពការណាដែលផ្សាយចេញមកបើព័ត៌មាននោះប៉ះពាល់នឹងព័ត៌មានសន្តិសុខអីយើងត្រូវប្រយ័ត្នប្រយែងត្រូវមើលអំពីស្ថាប័នសំខាន់កម្ពុជារបស់ជាតិយើងដូចជាកងទ័ពឬអ្នកនាំពាក្យឬក្រសួងព័ត៌មានត្រូវយកមកធ្វើជាប្រភពអំណះអំណាងមុននឹងយើងផ្សព្វផ្សាយដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំចំពោះការផ្សព្វផ្សាយព័ត៌មានគឺខ្ញុំបដិញ្ញាថាមុននឹងផ្សព្វផ្សាយគឺយើងត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបាទគ្រប់ជ្រុងជ្រោយរកប្រភពឲ្យច្បាស់លាស់តើព័ត៌មានហ្នឹងយើងផ្សាយទៅបានប្រយោជន៍អីខ្លះដល់ប្រទេសជាតិដល់ប្រជាពលរដ្ឋដល់ខ្លួនយើងផងបាទមុននឹងផ្សព្វផ្សាយហ្នឹងហើយអញ្ចឹងបានថាការផ្សព្វផ្សាយព័ត៌មានយើងត្រូវប្រយ័ត្នប្រយែងមែនទែនកុំឲ្យបំរើឲ្យពួកជ្រុលនិយមមួយចំនួនដែលចេះតែផ្សព្វផ្សាយទៅយើងមិនបានចាប់អារម្មណ៍ពិនិត្យមើលគ្រប់ជ្រុងជ្រោយចេះតែជួយ like ជួយ share ទៅអាហ្នឹងធ្វើឲ្យអស់តម្លៃខ្លួនយើងបាទសូមអរគុណ